សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកទាក់ទងជាមួយនឹងការសរសេរអក្សរបែបនេះនៅក្នុងកម្មវិធី Illustrator អញ្ចឹងដើម្បីយើងអាចសរសេរអក្សរបែបនេះបានជាដំបូងគឺយើងត្រូវទៅបង្កើត brush វាជាមុនសិនឥឡូវខ្ញុំសូម add នៅផ្ទាំងថ្មីហើយ select កិច្ចការខ្ញុំយក18 គុណនឹង18ខ្ញុំចុចពាក្យថា create អ្វីដែលយើងត្រូវធ្វើបន្ទាប់គឺយើងត្រូវទៅបង្កើត ellipse tool មួយខ្ញុំចូលទៅកាន់ ellipse tool ហើយខ្ញុំបង្កើតវាជារាងពងក្រពើបែបនេះខ្ញុំជ្រើសរើសនៅ tool មួយទៀតដែលមានឈ្មោះថា curvature ហើយខ្ញុំ double click ទៅលើ tool មួយនេះដើម្បីយើងកាត់វាឲ្យវាចេញស្រួចបែបនេះខ្ញុំជ្រើសរើស selection tool ហើយកន្លែង stroke ខ្ញុំយក none fill ខ្ញុំយកពណ៌ទឹកក្រូចអញ្ចឹងខ្ញុំធ្វើការ copy ellipse tool ដែលខ្ញុំបានបង្កើតហ្នឹងដើម្បីធ្វើជា fill ខាងក្នុងខ្ញុំសូមព្រមវាតិចមកហើយខ្ញុំចាក់ពណ៌ខាងក្នុងយកពណ៌សចឹងខ្ញុំសូមសេរីវាឲ្យតូចបន្តិចកុំឲ្យវាធំពេកបន្ទាប់ពីបានមួយហើយខ្ញុំសូម copy វាមួយទៀតដើម្បីធ្វើជា fill នៅខាងចុង brush របស់យើងអញ្ចឹងខ្ញុំសូមសេរីស្រង់មើលមកស្អាតទៅហើយដើម្បីយើងអាចយកទៅដាក់នៅក្នុង brush យើងចាប់ផ្ដើមសរសេរតែម្ដងអូខេបន្ទាប់ពីខ្ញុំសេរីស្រង់រួចរាល់អស់ហើយខ្ញុំជ្រើសរើស tool selection tool ខ្ញុំដើម្បី select វាហើយខ្ញុំចូលទៅកាន់ window ខ្ញុំយកពាក្យថា brush ហើយខ្ញុំទាញវាចូលទៅក្នុង brush ចំណុចបន្ទាប់គឺយើងជ្រើសរើសនៅ add brush យើងចុចពាក្យថា OK ហើយយើងយកខាងក្រោមនេះយើងត្រូវសេរីវាបន្តិចមកដើម្បីឲ្យកុំឲ្យវាស្រួចទាំងកតុយស្រួចទាំងចុងយើងសេរីដាក់មកយើងយកតែកដាលបានហើយទុកចុងហើយកតុយឲ្យវានៅទម្រង់រក្សាភាពដើមអញ្ចឹងខ្ញុំសុំកាត់ប៉ុណ្នេះចុចពាក្យថា OK អញ្ចឹងខ្ញុំអាចលុប tool ដែលយើងបានបង្កើតមុនហ្នឹងបាទយើងលុបចេញមកយើងជ្រើសរើស brush ហើយបើសិនជា brush អ្នកទាំងអស់គ្នាមិនតន់ដាក់ smooth ទេយើងចុច double click ទៅលើ brush ហើយយើងទាញវាឲ្យ smooth មកបើសិនជា brush អ្នកទាំងអស់គ្នានៅកណ្ដាលយើងអាចទាញឲ្យវាកប់អញ្ចឹងមកដើម្បីយើងអាចសរសេរទៅវាបាន smooth ល្អហើយកន្លែងនេះដាក់12 pixel ខ្ញុំចុច OK អញ្ចឹង stroke ឥឡូវខ្ញុំសុំគូចោលសិនអូខេអញ្ចឹងយើងសេរី stroke វាទូចតិចទៅដាក់ត្រឹម 0.25 អីទៅខ្ញុំ select វាដាក់ 0.25 អូខេអញ្ចឹងខ្ញុំលុបចេញហើយខ្ញុំធ្វើការចុចទៅកន្លែង brush tool ដដែលខ្ញុំធ្វើការជ្រើសធ្វើការសរសេរអក្សរតែម្ដងឥឡូវខ្ញុំឧទាហរណ៍ថាយើងសរសេរកាហ្វេធម្មជាតិអញ្ចឹងខ្ញុំចាប់ផ្ដើមគូអក្សរកសិនមកអូខេបើសិនជាវាទូចពេកយើងអាចប្រេកវាតិចមក 0.5 អីចាំយើងសរសេរមកអូខេប៉ុណ្ណឹងឥឡូវខ្ញុំសាកសរសេរអក្សរកយើងអាចសរសេរសារដើមបានបើយើងសរសេរយកមកស្អាតមកការតម្រូវវាស្អាតមកចាំយើងយកអញ្ចឹងអានេះខ្ញុំគ្រាន់តែសរសេរតែខ្ញុំមិនមែនជាអ្នកជំនាញសរសេរដែរទេអញ្ចឹងខ្ញុំសរសេរកាហ្វេធម្មជាតិខ្ញុំយក mode រាងបែបនេះអូខេអញ្ចឹងយើងអាចសរសេរម្ដងហើយម្ដងទៀតដើម្បីយកមកស្អាតទេចាំយើងឈប់សរសេរឥឡូវខ្ញុំយកប៉ុណ្ណឹងចុះអូខេយើងគូមួយមកកុំគូញាប់ពេកខ្ញុំយកតម្រងប៉ុណ្ណេះចុះហើយយើងដាក់ជើងវយើងស្រេស្រង់មើលមកស្អាតមកអូខេអញ្ចឹងខ្ញុំយកប៉ុណ្ណេះហើយខ្ញុំ select វាយើងអាចធ្វើការបង្រួមវាយើងចុចស៊ីវាជាប់យើងបង្រួមវាទៅអូខេកាហ្វេបានកាហ្វេមួយហើយអញ្ចឹងយើងអាចស្រេស្រង់វាមិនមកស្អាតមកហើយខ្ញុំជ្រើសរើសប្រាស់ដដែលខ្ញុំសរសេរពាក្យថាធម្មជាតិអូខេយើងមើលសេរីស្រង់មកស្អាតមកធម្មអាយ៉ាច្រឡំសរសេរខុស
អូខេអញ្ចឹងខ្ញុំយកប៉ុណ្ណឹងអីយ៉ាចឹងអ្នកទាំងអស់គ្នាអាចសរសេរមិនឲ្យស្អាតជាងខ្ញុំមកព្រោះខ្ញុំមិនមែនជាអ្នកជំនាញសរសេរទេខ្ញុំគ្រាន់តែសរសេរឲ្យបានជាវីដេអូដើម្បីចែកជូនអ្នកទាំងអស់គ្នាទេបាទអញ្ចឹងខ្ញុំសុំ select វាអីយ៉ាខ្ញុំសុំ select វាបង្រួមមកតូចតិចមកអូខេអញ្ចឹងយើងចុច C វាជាប់អូនៅអក្សរមួយទៀត select អត់អស់អូខេ select សារថ្មីសិនខ្ញុំបង្រួមវាតូចតិចមកអូខេអញ្ចឹងប៉ុណ្ណឹងយើងបានពាក្យថាកាហ្វេធម្មជាតិយើងមើលសេរីស្រង់វាដាក់មកស្អាតមកយើងអាចព្រីកព្រមវាបានទេកន្លែងហ្នឹងបាទអូខេអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាអ្នកនរគ្នាមានចម្ងល់អីបន្ថែមទៀតអ្នកនរគ្នាអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបន្ថែមបានដើម្បីខ្ញុំចេញជាវីដេអូក្រោយៗបន្តទៀតអញ្ចឹងបាទ